វាមិនចប់ទេមានតែពូព្រះអរហន្តទេដែលមិនមានការកើតទៅទៀតនឹងគេហៅថាស្លាប់ព្រោះអត់មានអីកើតទៅទៀតវាមិនមានអីតទៅទៀតសម្រាប់យើងអត់ទេនៅតែមានអញ្ចឹងឯងវានៅផ្លាស់ពីនេះទៅនោះផ្លាស់ពីនោះទៅនេះវិលក្នុងសង្សារវដ្តនឹងឯងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្រាប់តែអញ្ចឹងបើយើងមើលអត់ឃើញមិនដឹងថាអ្នកស្លាប់ទៅកើតជាអីមើលវាមិនឃើញដោយម៉ាំងសង្ចក្ខុរបស់ព្រះយើងមើលមិនឃើញការស្លាប់ឲ្យកើតទៀតវិលវល់ទៅដល់ទីណាកន្លែងណាមានព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់យល់ជ្រាបដឹងបានសម្រាប់យើងដឹងវាមិនបាននៅអញ្ចឹងឲ្យដល់ដឹងវាមិនបានក៏ឃើញតែស្លាប់ទៅគេយកទៅកប់យកទៅដុតបាត់អស់រលីងទៅឃើញណានឹងចប់ហើយបើគ្មានកើតអីទៀតទេបាទអ្នកដែលអបអិតបញ្ញាមិនបានសិក្សារៀនសូត្រពុទ្ធសាសនាហ្នឹងឡើយអាត្មាឆ្លៀតឱកាសនេះបន្តិចនឹងសូមលើកឧទាហរណ៍មកជម្រាបបញ្ជាក់ញោមញាតដើម្បីឲ្យភ្លឺស្វាងឡើងឲ្យមានគំនិតថាមនុស្សស្លាប់ហើយកើតទៀតយើងឲ្យជឿថាស្លាប់ហើយកើតទៀតនិយាយពីមនុស្សកើតពីមុនសម័យប្រពុតយើងក្តីដល់មកសម័យដែលប្រពុតត្រាស់ដឹងហើយក្តីរហូតដល់មកយើងកំពុងនឹងអង្គុយស្ដាប់ធម៌ទេសនានឹងក្តីមនុស្សយល់ឃើញពីរក្រុមមានមនុស្សពីរពួកយល់ឃើញតាំងពីសម័យមុនប្រពុតមកមួយហៅថាសាសតតិថិសាសតតិថិគំនិតយល់ឃើញថាសត្វលោកស្លាប់ហើយទៀងស្លាប់ហើយទៀងស្លាប់ហើយទៀងយ៉ាងម៉េចថានឹងគេជឿថាស្លាប់ហើយកើតទៀតប៉ុន្តែបើធ្លាប់កើតជាអីវាកើតជាអានឹងវិញធ្លាប់កើតជាស្រីធ្លាប់កើតជាប្រុសធ្លាប់កើតជាអ្នកមានធ្លាប់កើតជាអ្នកក្រកើតជាស្ដេចជាមន្ត្រីឬក៏ធ្លាប់កើតជាគោជាក្របីឆ្កែឆ្មាអីកាលណាស្លាប់ហើយវាវិលទៅកើតអានឹងឯងវិញវាអត់ផ្លាស់ប្ដូរទេអត់មានផ្លាស់ប្ដូរទេអានឹងហៅថាសាសតតិថិទៀងខ្លួនធ្លាប់កើតជាអីស្លាប់ហើយទៅកើតអានឹងវិញហៅមិច្ឆាទិដ្ឋិមួយគំនិតយល់ខុសគំនិតមួយទៀតយល់ឃើញថាអុច្ឆេតទិដ្ឋិថាសត្វស្លាប់ហើយសូន្យអត់កើតទៀតទេតែស្លាប់ហើយចប់ហើយមិនកើតទៀតទេនេះគំនិតពីរនេះពោពេញវាគំនិតដែលពោពេញក្របដណ្ដប់ទៅមនុស្សចំនួនច្រើនភាគច្រើនក្នុងបច្ចុប្បន្នហ្នឹងគឺស្លាប់ហើយសូន្យហ្នឹងស្លាប់ហើយអត់កើតទៀតទេតែបើស្លាប់ហើយមិនកើតទៀតទៅខំធ្វើបន់ធ្វើទានដល់សាសិលទៅឲ្យមានប្រយោជន៍អីមានអ្នកណាអ្នកទទួលបើអត់កើតទៀតហ្នឹងអានឹងគំនិតខុសអានេះគំនិតយកខុសពីណាញោមណាគំនិតមកមនុស្សមកក្រុមថាស្លាប់ហើយទៀងកើតទៀតខ្លួនធ្លាប់កើតជាអីវាកើតអានឹងវិញគំនិតមកក្រុមទៀតថាស្លាប់ហើយសូន្យអត់កើតទៀតទេគំនិតពីរនេះព្រះគំនិតដែលថាស្លាប់ហើយសូន្យមិនកើតទៀតនេះអ្នកវិទ្យាសាស្ត្រសប្តាហ៍ថ្ងៃនេះនៅបច្ចិមប្រទេសនៅអឺរ៉ុបនៅអាមេរិកហ្នឹងជាអ្នកវិទ្យាសាស្ត្រដែលជឿនលឿនហ្នឹងគេខំសិក្សាស្រាវជ្រាវរកហេតុរកផលតែមនុស្សស្លាប់ហើយកើតទៀតឬមិនកើតស្រាវជ្រាវទៅរកវាមិនឃើញមនុស្សអត់មានកើតទេហើយអ្នកវិទ្យាសាស្ត្រនឹងរកមិនឃើញអញ្ចឹងក៏សន្មតថាមនុស្សសត្វស្លាប់ហើយមិនកើតទៀតទេផ្សព្វផ្សាយប្រាប់គេប្រាប់ឯងទាំងអស់ថាមនុស្សសត្វស្លាប់ហើយមិនកើតទៀតទេនេះអ្នកវិទ្យាសាស្ត្រវាចូលទៅក្នុងទិដ្ឋិអុច្ឆេតទិដ្ឋិនឹងស្លាប់ហើយសូន្យនឹងធ្លាក់ទៅលើអាហ្នឹងទៀតប៉ុន្តែខ្ញុំញាតដឹងនេះឥឡូវសប្តាហ៍ថ្ងៃអ្នកវិទ្យាសាស្ត្រគេនិយាយថាម៉េចអ្នកវិទ្យាសាស្ត្រលោកតៃបច្ចុប្បន្ននេះគេនិយាយថាគេជួបគ្នាគេនិយាយតែយីយើងស្រាវជ្រាវរាវរកការស្លាប់ហើយកើតរបស់មនុស្សដូចអត់ឃើញតែយើងបានប្រាប់គេឯងដទៃទៀតប្រកាសថាមនុស្សសត្វស្លាប់ហើយមិនកើតទៀតទេប៉ុន្តែឥឡូវនេះប្រហែលជាមិនត្រូវទេប្រហែលជាយើងរៀនវាមិនទាន់ដល់យើងស្រាវជ្រាវវាមិនទាន់ដល់ក៏មិនដឹងអញ្ចឹងសួរថាតើនៃវិទ្យាសាស្ត្រគេបដិសេធអាគំនិតមុនហ្នឹងអាចំណេះវិទ្យាមុនថាមនុស្សស្លាប់ហើយសូន្យដោយរឿងអីថាញោមញាតណាដោយសារអ្នកវិទ្យាសាស្ត្រគេឃើញមនុស្សកើតមកវាចាំជាតិកើតមកចាំជាតិបាននិយាយប្រាប់គេបានតែខ្លួនពីដើមធ្លាប់កើតនៅស្រុកនេះស្រុកនោះមានប្តីនេះឈ្មោះនេះប្រពន្ធឈ្មោះនេះមានស្រុកមានភូមិបងប្អូនតែចាំបាននិយាយប្រាប់គេចឹងឬមនុស្សដែលកើតមកចាំជាតិនេះមិនមែនមានតែខ្មែរយើងតែណាញោមណាប្រទេសជាតិនៅលើពិភពលោកមានមនុស្សចាំជាតិទាំងអស់ជាតិណាក៏មានឬចាំនឹងមិនមែនជាការស្រមើងស្រមៃនិយាយប្រទេសផ្ដាស់ដោយខូចប្រសាច់ប្រសាទដោយលីលាអីមែនទេចាំប្រកាសច្បាស់លើមានហេតុមានផលដែលខ្លាំងមានមនុស្សស្រីមួយស្ត្រីមួយគាត់ថាគាត់កើតជាតិមុនក៏មានកូនពីរកូនទី1ឲ្យតែដល់កូនទី2គាត់កើតកូនទី2មកបានប្រហែលហើយគាត់ស្លាប់អស់ជីវិតស្លាប់ដោយសារបើកើតកូនទី2ក៏និយាយច្បាស់លើស្រុកគាត់ភូមិគាត់ណៃណាប្តីមកឲ្យគាត់កើតមកជាក៏ឲ្យនាំទៅដល់គាត់ហៅឈ្មោះប្តីគាត់ត្រូវពូនគាត់ក៏ស្គាល់ស្អីអីទៅដល់
បងប្អូនស្គាល់អាហ្នឹងវាច្បាស់អញ្ចឹងឬមានអ្នកដតីទៀតក៏អញ្ចឹងចាំច្បាស់ដោយអ្នកស្រែស្គាល់អ្នកស្រែនៅតែនេះនៅតែនោះស្រែនឹងចែកទៅកូននេះកូននោះមានកូនស្រីឈ្មោះនោះកូនប្រុសឈ្មោះនោះនិយាយបានត្រឹមត្រូវអត់មានរឿងអីសម័យទេគឺប្រកបហើយសម្រាប់នៅអឺរ៉ុបនៅអាមេរិកអីខ្លះកើតមកមានឃើញស្នាមរបួសជាប់ពីកំណើតមកដល់ធំឡើងនិយាយប្រាប់ថាធ្លាប់ធ្វើទាហានទៅច្បាំងធ្វើសង្គ្រាមលោកលើកទី2បានធ្វើសង្គ្រាមលោកទីច្បាំងត្រូវក្រប់ងាប់ទៅមកកើតនិយាយប្រាប់គេនេះតំណែងឯដែលអ្នកវិទ្យាសាស្ត្រលោកីបច្ចុប្បន្នគេភ្ញាក់ផ្អើលតែយីមនុស្សងាប់ទៅកើតទៀតតាយើងថាมันកើតពីមុនខុសសប្តាហ៍ថ្ងៃនេះគេដើរប្រមូលអ្នកណាដែលចាំជាពួកវិទ្យាសាស្ត្រគេប្រមូលមកគេស្រាវជ្រាវគេសម្ភាសសួរអ្នកនឹងឯងហេតុផលឲ្យអ្នកនឹងរៀបរាប់ប្រាប់គឺគេយកមនុស្សនឹងទៅថតមើលថានឹងខួរក្បាលវាមិនប្លែកពីយើងមិនមានស្អីដែលលើសពីយើងធម្មតាក្នុងសរីរៈរាងកាយបានជាមនុស្សនឹងវាដឹងចឹងសង្ហៃកំពុងស្រាវជ្រាវសម្រាប់ហើយឥឡូវនេះវិទ្យាសាស្ត្រគេជឿថាមនុស្សស្លាប់ឲ្យកើតទៀតឯណាញោមណាអានឹងអាត្មាជាងរៀបចឹងសម្រាប់ញោមណាញាតិណាដែលជឿថាស្លាប់ឲ្យមិនកើតទៀតទុកសិនតែកំណត់ហ្នឹងព្រោះសប្តាហ៍ថ្ងៃជាសម័យវិទ្យាសាស្ត្រគេជឿអ្នកវិទ្យាសាស្ត្រតែគេស្រាវជ្រាវរេវរោហ្នឹងអ្នកទៅនឹងសំបញ្ជាហើយតើពុទ្ធដីការបស់ប្រពន្ធយ៉ាងម៉េចអាត្មាសំបញ្ជាពុទ្ធដីការបស់ប្រពន្ធលោកថាសត្វស្លាប់ហើយកើតទៀតតែមិនទៀងទេបងសំដែងញោមណាថាសត្វស្លាប់ហើយកើតទៀតតែមិនទៀងទេយ៉ាងដល់ព្រះអង្គសំដែងទៅវាទៅប៉ះទាំងកិច្ចប្រឆាំងណាកំណត់ពីរដែលគិតយកខុសហ្នឹងអាមួយថាសត្វលោកទៀងអាមួយថាសត្វស្លាប់ហើយមិនកើតទៀតដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសំដែងថាសត្វស្លាប់ហើយកើតទៀតតែមិនទៀងទេញោមមកប្រឆាំងណាកំណត់ហ្នឹងណាឯងព្រះអង្គថាកើតទៀតប្រឆាំងណាអ្នកថាមិនកើតព្រះអង្គថាមិនទៀងប្រឆាំងនឹងអ្នកដែលថាទៀងហ្នឹងអញ្ចឹងខ្ញុំគិតមើលប្រឆាំងពុទ្ធិការបស់ប្រពន្ធហ្នឹងវាប្រឆាំងនឹងគំនិតមនុស្សហ្នឹងព្រោះបើអញ្ចឹងអានឹងមានភើតាំងមានហេតុផលដែលអាត្មានាំមកសម្ដែងប្រាប់នេះដើម្បីជំរះអាគំនិតដែលញោមញាតយល់ខុសថាស្លាប់ហើយមិនកើតទៀតហ្នឹងព្រោះអ្នកវិទ្យាសាស្ត្រនៅបច្ចេកទេសគឺទទួលស្គាល់ហើយថាមនុស្សស្លាប់ហើយកើតទៀតមែនហើយពេលសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់យើងរួចហើយតាសត្វលោកស្លាប់ហើយវាមិនចប់ទេវាកើតទៀតតែវាមិនទៀងវាអត់ទៀងយ៉ាងតែតើនឹងគួរឆ្ងល់មួយណាញោមណាមិនបានព្រះអង្គសម្ដែងថាសត្វស្លាប់ហើយកើតទៀតវាមិនទៀងថាស្អីដែលធ្វើឲ្យសត្វនឹងវាមិនទៀងហ្នឹងវាមានការប្រែប្រួលមកពីស្អីបានព្រះអង្គទ្រង់សម្ដែងប្រាប់ថាកើតដែលមិនទៀងហ្នឹងព្រោះមនុស្សទាំងអស់ហ្នឹងគេកើតការជីវិតគេរស់នៅគេធ្វើកម្មធ្វើការងារវាអត់ត្រូវគ្នាគេធ្វើការងារដោយកាយដោយវិជ្ជាចិត្តប្រគេវាអត់ត្រូវគ្នាខ្លះធ្វើបាបច្រើនធ្វើបុណ្យតិចខ្លះធ្វើបុណ្យច្រើនធ្វើបាបតិចយ៉ាងវាមិនត្រូវគ្នាអំពើដែលកាលដែលមនុស្សរស់ហ្នឹងគេធ្វើល្អធ្វើអាក្រក់ដោយកាយដោយវិជ្ជាចិត្តអំពើហ្នឹងឯងវាទៅបែងចែកវារុញច្រានវាបំបែកមនុស្សហ្នឹងមិនឲ្យត្រូវគ្នាឲ្យខុសគ្នាប្រកម្មគេណាអញ្ចឹងណាញោមណាឥឡូវអាត្មាទេនឹងវាយូរក្រិនដែរបើចិត្តក្នុង1ម៉ោងហើយมันនិយាយឲ្យវែងឆ្ងាយនៅរឿងរ៉ាវទេវែងឆ្ងាយបើនិយាយឲ្យខ្លីសួរថាមិនទៀងដែលវាមិនដូចគ្នាប្រកម្មដូចជាអ្នកខ្លះកើតមកមានអាយុវែងអ្នកខ្លះកើតមកមានអាយុខ្លីតែអ្នកខ្លះកើតមកមានជំងឺតិចអ្នកខ្លះកើតមកមានជំងឺឈឺច្រើនអ្នកខ្លះកើតមកមានពើសម្បល់អាក្រក់ខ្លះមានពើសម្បល់ល្អខ្លះកើតមកមានបុណ្យស័ក្តិធំខ្លះមានបុណ្យស័ក្តិតូចខ្លះកើតមកមានទ្រព្យសម្បត្តិច្រើនខ្លះមានទ្រព្យសម្បត្តិតិចខ្លះកើតមកក្នុងត្រកូលពូជពងវង្សាអ្នកថោកទាបខ្លះកើតមកក្នុងត្រកូលពូជពងវង្សាអ្នកខ្ពង់ខ្ពស់ខ្លះកើតមកជាមនុស្សល្ងងខ្លៅអភិតបញ្ញាខ្លះកើតមកជាមនុស្សមានបញ្ញាជ្រាបឆ្លាតនឹងហេតុទាំងអស់ហ្នឹងបានព្រះអង្គមានព្រាហ្មណ៍ម្នាក់ចូលទៅក្រាបទូលសួរថាឆ្ងល់ព្រាហ្មណ៍ឆ្ងល់ថាមនុស្សកើតមកវាមិនត្រូវគ្នាហ្នឹងវាមិនដូចគ្នាហ្នឹងចូលសួរបានព្រះអង្គស្រាយប្រាប់ថាមនាលព្រាហ្មណ៍អ្នកដែលកើតមកមានអាយុវែងព្រោះគេមិនបៀតបៀនគេមិនសម្លាប់បំបត្តិជីវិតសត្វធាតុអីទេគេជៀសវាងបានគេកើតមកមានអាយុវែងរួចអ្នកដែលកើតមកមានអាយុខ្លីអ្នកនឹងពេញចិត្តនឹងការកាប់ការសម្លាប់បៀតបៀនជីវិតសត្វជួនកាលខ្លះក៏យកការសម្លាប់នឹងមកជាការចិញ្ចឹមជីវិតរបស់ខ្លួនទេសម្លាប់សត្វហ្នឹងអាហ្នឹងកើតមកមានអាយុខ្លីហើយវិញអ្នកកើតមកមានជំងឺរោគច្រើនបើមានជំងឺរោគច្រើនណាស់ប៉ុន្តែអត់ងាប់តែញោមទៅដល់រស់គេបានអាយុ70-80ឆ្នាំតែថ្ងៃណាតលេបឆ្នាំថ្ងៃណាតផឹកឆ្នាំបើអញ្ចឹងថាអ្នកនោះធ្លាប់
ទៅធ្វើឲ្យសត្វធាតវាភ័យវាភ្ញាក់វាផ្អើលតក់ស្លុតរន្ធត់ហ្នឹងទៅបង្អើលគេធ្វើឲ្យគេភ័យជាភ្ញាក់ផ្អើលញើអាហ្នឹងកើតមកមានជំងឺច្រើនប៉ុន្តែអាយុវែងប៉ុន្តែมันបានសេចក្តីសុខដល់ជីវិតប្រមាណទេព្រោះការជំងឺកើតជំងឺជាទុំអញ្ចឹងជំងឺនឹងជាទុកខ្លាំងនៅសម្ដែងអញ្ចឹងពេលសម្រាប់អ្នកដែលកើតមកគេមិនសូវមានជំងឺថាគេមិនដែលទៅបៀតបៀនធ្វើឲ្យសត្វធាតវាភ័យវាភ្ញាក់ផ្អើលតក់ស្លុតអីទេអញ្ចឹងហើយសម្រាប់អ្នកកើតមកមានពើសម្បុរអាក្រក់ពើសម្បុរក៏អាប់ទៅខ្មៅទៅវាមិនស្រស់បោះមិនគួរជាទីពេចពេលរមិលជាទីពេញចិត្តដល់ជនដទៃហ្នឹងថាអ្នកហ្នឹងខឹងច្រើនខឹងច្រើនណាមួយថ្ងៃខឹង4 5 6ដងក៏មានហើយបើនិយាយជាអ្នកខឹងច្រើនអាត្មាថាទៅថាញោមអ្នកស្ដាប់ធឿក៏មិនចូលចិត្តអាត្មាតាមសង្កេតទៅញោមណាសិកាស្រីហ្នឹងខឹងច្រើនណាស់មួយថ្ងៃខឹងច្រើនណាស់អានឹងចឹងហើយក៏សំប្រាប់តែញោមណាដែលឧស្សាហ៍ខឹងច្រើនឲ្យបន្ថយបើបន្ថយមិនបានទេកើតជាអនាគតទៅស្ពើសម្បុរអាប់អួរគ្មានពន្លឺរស្មីអីទេទោះបីទៅបានគ្រឿងម្សៅគ្រឿងលាបឡូនមកជួយមិនក៏កែមិនឈ្នះទេព្រោះអំពើបាបនេះវាខ្ទប់តែងមកទៅហើយវិញចឹងបើនឹងរឿងមួយណាញោមណាបន្ថយព្រោះច្រើនតែញោមសិកាស្រីនឹងឯងខឹងច្រើនណាស់មួយថ្ងៃ4 10ឆ្វែលខឹងក្នុងកូននេះឆ្វែលខឹងកូននោះឆ្វែលខឹងណានោះបើចេះតែខឹងមួយថ្ងៃ4 10ដងអានេះអនាគតទៅកើតនៅពើសម្បុរអាក្រក់ហើយហើយអានេះខឹងហ្នឹងមិនចាំដល់អនាគតអំពេលដែលខឹងហ្នឹងក៏ស្លាំងដែរមុខសាច់ឈាមហ្នឹងណាបានចឹងព្រោះសម្រាប់អ្នកដែលកើតមកមានពើសម្បុរល្អគេមិនសូវខឹងទេមានថ្នាក់ឲ្យបន្តិចបន្តួចក៏ឆាប់រសាយរលាយបាត់អស់ពីចិត្តទៅវិញវាអត់មានគុំមានដកថ្នាក់ក្នុងចិត្តចង់ជាគំនុំទេអាហ្នឹងហេតុព្រោះដែលធ្វើឲ្យមានសម្បុរពើសម្បុរអាក្រក់នឹងល្អហើយសម្រាប់អ្នកកើតមកមានបុណ្យស័ក្តិតូចមានចំណេះវិជ្ជាចេះដឹងទៅធ្វើការអីមួយជីវិតក៏មិនបានឡើងបុណ្យស័ក្តិធំវិញគេវាចេះតែបាំងខ្វែងទៅធ្វើទីហ៊ានក៏មិនបានដល់ឯកឧត្តមមិនបានស្ដីអីគេទេពោវានៅតែអ្នកថ្នាក់ក្រោមពេលណាក៏សាក់1សាក់2សាក់3ប៉ុណ្ណឹងឯងថាហេតុពីអីចំណែនគេអ្នកមានការចំណែននឹងច្រើនក្នុងចិត្តឃើញអ្នកស្រុកភូមិផងលបងជាមួយគេមានបុណ្យមានស័ក្តិមានត្រឹមមានសម្បត្តិអីច្រើនចំណែនគេបួញមាត់បាត់ដុំដៃនិយាយដើមអាក្រក់ទៅគេស្អប់គេមិនចូលចិត្តអីហ្នឹងហ្នឹងបាបណាញោមណាគាត់ថាកិនចឹងក៏បាបដែរបៀតបៀនអ្នកដទៃដោយផ្លូវចិត្តហ្នឹងគេអត់ទាំងដឹងអីផងដល់យើងកើតជាអនាគតទៅធ្វើអីក៏មិនបានឡើងបុណ្យស័ក្តិគេទេព្រោះយើងចំណែនសេចក្តីចំណែនទោសសេចក្តីចំណែនឲ្យផលចឹងសម្រាប់អ្នកដែលគេធ្វើការងារឡើងបុណ្យឡើងស័ក្តិធំថាគេមានចិត្តគេប្រកបដោយព្រហ្មវិហារគឺមុទិតាគឺត្រេកអររីករាយតាមឃើញពូជពងវងតកូនអ្នកណាមួយគេបានសុខបានច្រើនក៏សប្បាយរីករាយថាអើយលោកនេះហើយជំទាវនេះឯកឧត្តមនឹងកាបដិញគេធ្វើបុណ្យអីទៅហ្នឹងបានគេបានសុខបានចម្រើនចេះក្នុងជីវិតគេជួយត្រេកអររីករាយតាមអញ្ចឹងគ្រាន់តែប៉ុណ្ណឹងណាញោមណាបានបុណ្យដែលយើងកើតជាអនាគតទៅធ្វើអីក៏មានបុណ្យមានស័ក្តិធំទេមកបុណ្យកើតដោយអត់ដឹងខ្លួនគ្រាន់តែសប្បាយត្រេកអរតាមមនុស្សដែលគេបានសុខចម្រើនហ្នឹងហើយសម្រាប់អ្នកកើតមកខ្សត់ខ្សោយរោទ្រព្យរោសម្បត្តិអីក៏មិនសមប្រកបប្រាថ្នាអីក៏មិនសូវបានជួលបានប្រកបថាអ្នកនឹងមិនបានធ្វើទានក៏អត់បានធ្វើទានពីមុនកំណាញ់ស្វិតស្វាញធ្វើទានបន្តិចបន្តួចជួនកាលធ្វើហើយក៏មិនសូវជ្រះថ្លានឹងទាននឹងទៀតឲ្យតែទើសទិលព្រោះអញ្ចឹងណាអានឹងកើតមកក្រទ្រព្យក្រសម្បត្តិមិនមានទេមានតិចតួចហើយសម្រាប់លោកអ្នកដែលកើតមកជួនកាលទៅកើតក្នុងត្រកូលអ្នកមានសម្បត្តិនឹងស្រេចតែម្ដងជួនកាលកើតក្នុងត្រកូលធម្មតាប៉ុន្តែចាប់លបរោស៊ីទៅអីចាប់អីក៏ត្រូវដែរហុងស៊ុយអានឹងហុងស៊ុយពីកំណើតមិនមែនហុងស៊ុយគេរោឲ្យទេណាញោមណាយើងមានហុងស៊ុយបច្ចិនគេថាហុងស៊ុយខ្មែរយើងពុទ្ធសាសនាថាវាសនាថាបុណ្យចាស់ដែលយើងបានសន្សំពីមុនឲ្យទានបរិច្ចាគទ្រព្យសម្បត្តិជាទានអានឹងហុងស៊ុយរបស់ព្រះយើងពីជាតិមុនមកស្រេចហើយឬដល់ញោមមិនបានសិក្សារៀនសូត្រទៅជឿថាគេមករោហុងស៊ុយឲ្យរោស៊ីមានអានឹងសម្រាប់ពុទ្ធសាសនាមិនទទួលស្គាល់ទេស្គាល់ថាហុងស៊ុយហ្នឹងគឺយើងធ្វើខ្លួនយើងពីមុនរួចមកហើយអានឹងសូមឲ្យញោមញាតជ្រាបណាខ្ញុំគិតមើលមែនតើណាហ្នឹងបើយើងមកហើយព្រះអង្គទ្រង់សម្ដែងថាបុគ្គលដែលបានសុខក្នុងបច្ចុប្បន្ននេះព្រោះបានឲ្យទានជាដើមក្នុងកាលមុនជាតិមុនមកហ្នឹងដូចជារុក្ខជាតិដើមឈើដែលគេដាំហើយគេស្រោចទឹកនឹងគល់គេទៅយកផ្លែចុងហ្នឹងតាមយ៉ាងណាបុគ្គលដែលបានសេចក្តីសុខក្នុងជាតិនេះគឺសុខដោយទ្រព្យដោយសម្បត្តិហ្នឹងឯងមានទ្រព្យសម្បត្តិច្រើនគឺសុខឯងព្រោះបានឲ្យទានជាដើមក្នុងកាលមុនបានឲ្យទានជាដើមធ្វើពូជទាន
ដាំពុយទៀនហ្នឹងយកពុយទៀនទៅបណ្ដោះទៅដាំហ្នឹងបានឲ្យទ្រព្យសម្បត្តិទៅគេពីការមុនមកដូចជាដើមឈើដែលបុគ្គលយកទៅដាំឲ្យគេស្រោចទឹកក្នុងគល់ដល់ទៅបេះផ្លែគេបេះឲ្យចង់ហ្នឹងតែគេមិនបេះក្នុងគល់ហ្នឹងទេអានឹងប្រពន្ធលោកសំដែងថាអញ្ចឹងណាញោមណាបានតែអ្នកដែលមានទ្រព្យមានសម្បត្តិបានសេចក្តីសុខក្នុងកាលឥឡូវនេះមិនមែនហុងស៊ុយអ្នកណាមករកឲ្យតែគឺហុងស៊ុយធ្វើខ្លួនយើងពីមុនមកការឲ្យទាននឹងឯងអានឹងអញ្ចឹងសូមឲ្យញោមញាតិជ្រាបរួចអ្នកកើតមកអ្នកកើតមកក្នុងត្រកូលថោកទាបហិនហោចត្រកូលចន្ទាលដូចជាសត្វដេរឆានអ្នកនឹងក៏ជាតិមុនបើកើតជាកូនគេគឺកូនពីលកូនស្ទាវកូនទំនើងធ្វើឲ្យម៉ែឪក្តៅក្រហាយកើតទុកស្រក់ទឹកភ្នែកគ្រប់ចង្ហៀនជើងខ្មាស់គេខ្មាស់ឯងពេញស្រុកពេញភូមិដោយសារកូនអាក្រក់ហ្នឹងឬអាកូននឹងឯងក៏មិនចេះគោរពមេត្តាបិតាសមណៈព្រាហ្មណ៍លោកអ្នកប្រាជ្ញបណ្ឌិតចាស់ប្រតិចាអត់ទេច្រឡំខាមមើលងាយចាស់ប្រតិចាមេត្តាបិតានឹងហើយដល់កើតជាតិមុខទៅកើតក្នុងត្រកូលដែលថោកទាបដោយសត្វទេរឆាននៅក្នុងព្រៃភ្នំបើកើតក្នុងស្រុកនឹងគេក៏ជាអ្នកថោកទាបយ៉ាងមកតែសម្រាប់អ្នកកើតក្នុងត្រកូលខ្ពង់ខ្ពស់បើកើតជាកូនរបស់ម៉ែឪក៏ចេះស្ដាប់អវត្តទូនមានព្រានបដៅម៉ែឪគោរពម៉ែឪស្រឡាញ់ម៉ែឪមិនធ្វើអីឲ្យម៉ែឪនឹងព្រួយលំបាកកើតទុកដោយសារខ្លួនទេចេះគោរពចាស់ប្រធាចាលោកអ្នកប្រាជ្ញបណ្ឌិតចេះគោរពព្រះសង្ឃសមណៈព្រាហ្មណ៍អោនលំទោនអញ្ចឹងណាចំពោះត្រកូលរៀមច្បងដល់កាលអនាគតកើតក្នុងត្រកូលដែលខ្ពង់ខ្ពស់ណាខ្ញុំមិនត្រឹមតែចេះគោរពចេះអោនលំទោនណាបានប៉ុនទៅកើតក្នុងត្រកូលខ្ពង់ខ្ពស់ឬសម្រាប់អ្នកដែលកើតមកវាល្ងងរៀនសូត្រអីក៏មិនចេះមិនដឹងគេបើទៅរៀនសាលាបើសិស្ស60នាក់លេខ60ក៏តែមានចំណាត់ថ្នាក់ហ្នឹងលេខ58 59ក៏មានអាហ្នឹងវិញចឹងអាហ្នឹងមកពីខ្លួនហ្នឹងកើតជាតិមុនអត់ចូលចិត្តនឹងរៀនសូត្រទេវិញមិនចូលចិត្តទៅស្ដាប់ធម៌មិនចូលចិត្តទៅសាកសួរមិនចង់ដឹងមិនចង់ចូលទៅចិត្តអ្នកប្រាជ្ញបណ្ឌិតរៀនសូត្រអីទេគឺស្អប់ការរៀនសូត្រស្អប់អ្នកចេះអ្នកដឹងអញ្ចឹងណាដោយបុរាណថាល្ងងរែងស្អប់ចេះអ្នកល្ងងហ្នឹងគឺស្អប់អ្នកចេះខ្សត់អិតចំណេះស្អប់អ្នកមានទ្រព្យស្រីស្រាលប្រច័ណ្ឌរែងស្អប់ខ្ញុំកើបពីលោអិតច្បាប់រែងស្អប់បដៅអាហ្នឹងមិនចឹងចឹងតែស្អប់អ្នកចេះអ្នកដឹងមិនស្អាតគប់អីល្ងងហើយមិនចាំជាតិមុខតែជាតិហ្នឹងក៏ល្ងងព្រោះមិនបានទៅស្ដាប់ទៅរៀនទៅសូត្រហ្នឹងហើយដល់ប៉ុណ្ណឹងដល់ជាតិមុខទៅទៀតកាន់តែល្ងងរៀនអីក៏មិនចេះមិនចាំជួនកាលឌីលដល់អ្នកប្រាជ្ញបណ្ឌិតទៅទៀតនិយាយឌឺដងឲ្យគេទៅទៀតហ្នឹងអញ្ចឹងហ្នឹងបាបកម្មសម្រាប់អ្នកដែលកើតមកមានបញ្ញាជ្រាវឆ្លាតគេរៀនគេសូត្រអីក៏ចេះចាំឃើញអីក៏យល់ឮអីក៏យល់គិតគូរអីក៏បានរៀនអីក៏ប៉ាកែបើរៀនក្នុងសាលាលេខ1លេខ2លេខ1លេខ2បើគេរៀនរាល់តែឆ្នាំរៀនរាល់តែថ្នាក់អានេះអានិសង្ឃនៃការខំសិក្សាខំរៀនសូត្រគេថាសន្សំពូជបញ្ញាគេបានសន្សំពូជបញ្ញាមកពីជាតិមុនបានជាតិនេះវាមានបញ្ញាចេះដឹងហ្នឹងណាញោមណារឿងដែលអាត្មារៀបរាប់មកទាំង14ហ្នឹងអាហ្នឹងឯងដែលវាបែងចែកមនុស្សមិនឲ្យត្រូវគ្នាហ្នឹងឲ្យអ្នកនេះសអ្នកនោះខ្មៅអ្នកនេះអាក្រក់អ្នកនោះល្អអ្នកនេះមានអ្នកនោះក្រអាហ្នឹងអាយុខ្លីអានោះអាយុវែងមកពីកម្មណាអំពើដែលគេធ្វើវាបែងចែកមនុស្សធ្វើមនុស្សមិនឲ្យដូចគ្នាអានឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទជ្រាបអញ្ចឹងគ្មាននរណាទេតែខ្លួនយើងឯងសម្រាប់ជោគវាសនាធ្វើខ្លួនឯងបើញោមញាតិចង់បានសេចក្តីសុខចម្រើនចង់ឲ្យមានទ្រព្យមានសម្បត្តិមានអាយុវែងជៀសវាងទៅការកាប់ការសម្លាប់ការបៀតគេខំបរិច្ចាគធ្វើទានទៅធ្វើសិលទៅអានឹងនឹងឲ្យផលមកយើងបានសុខបានចម្រើនអានឹងសម្រាប់ញោមញាតិដែលចង់បានសេចក្តីសុខចម្រើនណាក្នុងបច្ចុប្បន្ននេះក្នុងអនាគតជាតិខាងមុខហ្នឹងទៅជាតិខាងមុខពិតជាកើតហើយកុំសង្ស័យពិតជាកើតងាប់ហើយកើតទៀតហើយបងអានឹងឲ្យញោមកុំឲ្យសង្ស័យអីកុំថាស្លាប់ទៅមិនកើតលុបអាជំនឿហ្នឹងចេញនឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទជ្រាប